មិនដែលឃើញអាជីវករណាខិលខូចដល់ថ្នាក់នេះទេអាជីវករទេគ្រាន់តែបន្លំក្លិនជាជីងបន្តិចបន្តួចតែអាម្នាក់នេះវិញប្រើគ្រប់ល្បិចកលបោកប្រាស់គេគ្រប់យ៉ាងមិនត្រឹមតែធ្វើឲ្យ Woody ខាត់បង់ប្រាក់កាសទេថែមទាំងបោកគេឲ្យអស់ខ្លួនអស់ប្រាណដើម្បីទិញគ្រាប់ពូជវេទមិនទៀត Woody ពោពេញដោយក្តីរំភើបក៏ជីក្រំដែលក៏គ្រាប់ពូជរួចរាប់1 2 3 4 5បំរុងនឹងឃើញលទ្ធផលធ្វើការហត់នឿយពេញមួយថ្ងៃរហូតដែលស្ពតអស់ហើយតែគ្រាប់ពូជនោះបែរជាគ្មានប្រតិកម្មអ្វីបន្តិចសោះអាជីវករគាត់ម្នាក់នេះពិតជាអាក្រក់មែនស្មានតែត្រូវខាត់បង់អស់រលីងហើយស្រាប់តែស្រឡាយទន្លប់មួយដុសចេញពីដីក្នុងមួយប៉ព្រិចភ្នែកវាក៏លូតឡើងទៅដល់លំហាកាសខណៈពេលដែល Woody កំពុងឈរងឹងឆ្ងល់ស្រាប់តែមានទ្វារមួយបើកឡើងនៅកូន Neville នោះវាក៏ទះ Woody ចូលទៅខាងក្នុងបន្ទាប់មក Woody ក៏ហោះឡើងទៅដូចជាជិះរ៉ុកកែតទៅដល់កំពូល Neville នោះភ្លាមតែវាមិនទាន់ចប់ត្រឹមនេះទេការនៅខាងលើបានបាញ់ខ្យល់មួយកម្លាំងខ្លាំងធ្វើឲ្យគេហោះទៅឆ្ងាយរាប់រយម៉ែត្រចុងក្រោយវាក៏បញ្ជូនគេទៅដល់ទីក្រុងលើមេក្នុងរឿងព្រេងនិទានតែរាងកាយតូចច្រឡឹងរបស់គេរុនទ្វារមិនរបើកឡើយសំណាងល្អដែលសត្វជាតិកម្មមានសមត្ថភាពពិសេសរបស់វាត្រឹមតែមួយផ្លែតក៏ចោះទ្វារបានជាប្រហោងធំមួយចូលទៅដល់ទើបដឹងថាទីនេះតាមពិតទៅគឺជាបារមួយកន្លែងតែគួរឲ្យស្ដាយពេលនេះអ្នកបម្រើកំពុងតែលក់ខ្លួន Woody ប្រញាប់ជួយកណ្ដឹងហើយយកឲ្យក្រោកតែយៈនោះគ្មានសញ្ញាថានឹងភ្ញាក់ឡើយឃើញបែបនេះ Woody ក៏ចាប់ផ្ដើមខឹងយ៉ាងណាមិញគេបានចំណាយប្រាក់ច្រើនណាស់គេក៏វាទៅលើជើងយៈយ៉ាងខ្លាំងរួចទាំងផ្លុំត្រែទាំងស្រែកហៅឲ្យក្រោកមកបម្រើតែអ្នកដែលឈឺបែរជាខ្លួនឯងទៅវិញទោះជាផ្លុំត្រែចូលត្រជាក់យៈយ៉ាងណាក៏ដោយក៏យៈនោះនៅតែដេកលក់យ៉ាងស្កប់ស្កល់ Woody ក៏សម្រេចចិត្តបបភ្នែកយៈមើលតាមពិតអាម្នាក់នេះកំពុងតែណាត់ជួបជាមួយស្រីស្អាតសោះមិនឃើញមិនដឹងមែនឃើញហើយរន្ធត់ចិត្ត Woody ដែលកំពុងឯកាក៏ចង់មានការណាត់ជួបដ៏រ៉ូមែនទិកខ្លះដែរមិនទាន់បានការអ្វីផងក៏ត្រូវគេដើរមួយដៃឲ្យខៀវភ្នែកបាត់ទៅ